កណាសូមនមស្ការកថ្វាយបង្គំដែលជាគុណព្រះសង្ឃព្រះថេរានុថេរៈគ្រប់អង្គគ្រប់ជំរាបសួរបងប្អូនប្រិយមិត្តទស្សនិកជនបាទនេះខ្ញុំបានមកដល់ប្រាសាទប្រខ័ណ្ឌដែលមាននាមដើមថានគរជ័យស្រីគឺប្រាសាទនៃដាវទេពក្នុងរាជបកូណាជ័យវរ្មៈទេពទី7អ្វីដែលខ្ញុំបាទចង់ចែករំលែកបងប្អូនព្រោះថ្ងៃមុនរៀនអានសាលាចរិកនៅប្រាសាទបាយ័នពីបន្ទាត់បងប្អូនចូលខមមិនច្រើនមែនតើហើយឲ្យខ្ញុំបាទបន្តចែករំលែកអាននៅអក្សរបុរាណសម័យអង្គរចែកជូនបងប្អូនប៉ុន្តែខ្ញុំបាទមិនមែនជាអ្នកជំនាញសាលាចរិកទេអញ្ចឹងខុសឆ្គងយ៉ាងណាបងប្អូនដែលជាអ្នកជំនាញសាស្ត្រាចារ្យបុរាណវិទូនរៈវិទូវត្តវិទូអីជួយណែនាំជួយកែលម្អផងនេះសាលាចរិកកន្លែងនេះដែលខ្ញុំបាទចង់ចែករំលែកគឺនៅនឹងស៊ុំទ្វារនៃប្រាសាទប្រខ័ណ្ឌនិយាយទៅប្រាសាទប្រខ័ណ្ឌមានសាលាចរិកច្រើនមែនទែនបងប្អូនទាំងខាងលិចខាងកើតខាងជើងប៉ុន្តែសាលាចរិករលុបអស់ច្រើនមែនទែនឯសាលាចរិកដែលធំរកឃើញនៅឆ្នាំ1939ហ្នឹងគឺដាក់នៅសារមន្ទីរជាតិភ្នំពេញហ្នឹងគឺព័ត៌មានលម្អិតណាពឹស្ដារអំពីប្រាសាទប្រខ័ណ្ឌនេះគ្រាន់តែជាឈ្មោះទេពទេណាបងប្អូនខ្លីៗដោយសារយើងរៀនដំបូងយើងរៀនអានតិចខ្លីងាយអញ្ចឹងណាបងប្អូនបាទយើងមើលនេះអក្សរកន្លែងនេះដូចជាចាប់ដើមបន្ទាត់អត់មានន័យអីទេហើយអក្សរកនេះម៉ូជាងរអីចឹងទៅអញ្ចឹងកម្មរៈតេងតស្អេងសចូលនេះជាគតៈនេះអក្សររស្អាមម៉ូយើងអានតាមបាលីឬសំស្ក្រឹតយើងអានថារាមឬយើងថារៀមអានេះតោស្អេងវោទេវៈអញ្ចឹងកម្មរៈតេងជាគតៈរាមទេវៈហើយកន្លែងនេះបើសញ្ញាចាប់ផ្ដើមដូចគ្នាចាប់ផ្ដើមដោយកំរងកម្មរៈតេងជាគតៈលក្ខនេះលក្ខបាទលក្ខហើយកន្លែងនេះព្រះបាទវរះវោជងរហ្នឹងព្រះវរះភគវៈតៃសីតាបាទសីតាអញ្ចឹងមានន័យថាខាងលើនេះគឺរៀបរាប់អំពីព្រះរាមដែលជាតួអង្គអូនអញ្ចឹងសាលាចរិកខ្លីៗនេះគឺរៀបរាប់ពីតួអង្គសំខាន់ទាំង3នៅក្នុងរឿងរាមកេរ្តិ៍ឬក៏តាមឥណ្ឌាហៅថារាមាយណៈហ្នឹងហើយគឺរៀបរាប់ពីព្រះរាមហើយព្រះលក្ខណ៍ដែលជាប្អូនរបស់តួអង្គព្រះរាមហើយកន្លែងនេះគឺមហេសីរបស់ព្រះរាមគឺព្រះនាងសីតាបាទព្រះភគវតៃសីតាកន្លែងនេះខ្ញុំដឹងថារូបចម្លាក់ទាំង3នេះគឺតម្កល់ទុកនៅកន្លែងណាគឺមកនេះបងប្អូននេះបាទអញ្ចឹងនេះគឺជាជើងនំរោបាទជាជើងនំរោដែលតម្កល់នៅតួអង្គបដិមាទាំង3នៅកណ្ដាលនេះគឺអង្គព្រះរាមបាទព្រះរាមព្រះលក្ខណ៍ហើយសីតាអញ្ចឹងព្រះរាមនៅចំកណ្ដាលគេហើយរូបចម្លាក់នេះខ្លះទៅបងប្អូនខ្លះគាត់ឃើញដូចជាស្នាត្រូនីអញ្ចឹងទម្រោទឹកដូចអញ្ចេះគាត់ថាជាយោនីពិតជើងទម្រោខុសពីយោនីអញ្ចឹងណាបងប្អូនមិនមែនយោនីហើយគាត់គិតថាលឹង3អីអញ្ចឹងទៅគឺមិនមែនទេឧទាហរណ៍ថាលឹងព្រះសិវៈព្រះព្រំព្រះវិស្ណុអីគឺមិនមែនទេគឺព្រះរាមព្រះលក្ខណ៍ហើយនឹងសីតាហើយជើងតម្រោនេះមានពាក្យហៅច្រើនខ្លះហៅថាប្រថែនប្រភ្នែនជើងតម្រោមួយទៀតយើងហៅថាបាឡាំងដែលមានរុន3នេះគឺសម្រាប់តម្កល់ដើម្បីកុំឲ្យរូបហ្នឹងលំយើងហៅថាបលួញដាក់នៅក្នុងនឹងបលួញអញ្ចឹងបើយោនីផ្សេងយោនីគឺមានលឹកនៅចំកណ្ដាលមានរុនតែមួយទេហើយរូបជើងតម្រោខ្លះមានរុន2ពេលខ្លះតម្កល់ព្រះសិវៈហើយនឹងប្រម៉ែឧមាយើងហៅថាឧមាមហេសូឬឧមាមហេស្វរៈតាមសំស្ក្រឹតដូចជាជើងតម្រោដូចគ្នាអញ្ចឹងដែរមិនដែលធំមែនតើនៅប្រាសាទបាគងយើងចូលពីមុខទៅនៅខាងស្ដាំដៃដែលតម្កល់ទេព3ដូចគ្នាគឺកដាលហ្នឹងគឺព្រះឥសូរប្រម៉ែឧមាហើយនឹងប្រម៉ែគង្គាដែលជាកមហេសីរបស់ព្រះឥសូរហ្នឹងយើងហៅថាឧមាកង្កាមហេស្វរៈណាបងប្អូន
នៅប្រាសាទបាគងតែបច្ចុប្បន្ននៅតែជើងតម្រោដូចគ្នាអញ្ចឹងដែរហើយរូបហ្នឹងគឺតម្កល់នៅអភិរក្សអង្គរប៉ុន្តែកន្លែងនេះរូបនេះមិនដឹងជាលួចនៅជំនាន់ណាទេនៅសល់តែជើងតម្រោអញ្ចឹងណាបងប្អូនអញ្ចឹងការចែកម្លែកខ្លីៗបាទកោះឆ្កងណាសូមកាន់តែជាស្រ័យពេកទោសខ្ញុំបាទទីទេសូមនមស្ការលាសូមជម្រាបលាបាទសូមអរគុណ